Điều số rồi chỉ có số đây bằng ôn hoặc ní hoặc đi trong đăng đó thật ngay ai nhắn tờ mi đừng miên cả họ lang từ thằng lứa rứ con đừng miên cả thằng đệ cho mà hàng cào ok bà ngon đi chọn đắng tam đàn video nâng đòi chót hình nhôm nâng tới bằng hai thằng vi tự đại bọc sang để chuyện để đấy sẵn lại níคือไทยយើងបានចូលមកក្នុងឆាត goal សម្រាប់ការណាឡាយនៅថ្ងៃស្អែកណាថ្ងៃស្អែកគឺជាថ្ងៃច័ន្ទផ្សារបើកផ្សារវិញហើយឥឡូវយើងមកមើលក្នុងការណាឡាយរបស់ខ្ញុំបន្តិចណាលឿនអញ្ចឹងផ្សារគឺបាន take out ចាក់យក liquidity ត្រង់នេះមកតាំងយ៉ាខ្ញុំដាក់ liquidity អញ្ចឹងទៅណាមកតាំងបន្ទាប់មកផ្សារក៏បាន take out យក liquidity ត្រង់នេះមួយតង់ទៀតផងដែរទាំងអស់នេះអាយ៉ាណាមកតង់ទៀតអញ្ចឹងខ្ញុំក៏ save វាតិចទៅណា take វាតិចទៅបន្ទាប់មកផ្សារក៏បាន take out យក liquidity មកតង់ទៀតបានន័យថា sweep 3តង់ដែរខាងក្រោមនេះមួយតង់ទៀតយើង take វាមួយទៀតមកបងប្អូនដើម្បីយើងស្រួលមើលណាជាការចំណាំផងដែរអញ្ចឹងមួយតង់ទៀតអញ្ចឹងវា3តង់ហើយអញ្ចឹងឥឡូវខ្ញុំសុំ switch goal chart មួយហ្នឹងខ្ញុំចូលមកក្នុង OKX នេះទាំងអស់គ្នានេះ OKX មួយហ្នឹងខ្ញុំបើកវាចូលព្រោះ OKX វាជា goal future វាដើរ24ម៉ោងលើ24ម៉ោងហ្នឹងនេះណាវាដើររហូតទីផ្សារ goal យើងបិទក៏នៅក្នុង goal future ហ្នឹងវាដើរដែរអញ្ចឹងអីដែលខ្ញុំមើលខ្ញុំជាគ្រាន់តែចង់ដឹងថាម្សិលមិញបិទបកគោលទៀនរបៀបមិនវាបិទមួយ candle នៅក្នុង daily គឺវាបិទនៅ 4178.9 នេះអញ្ចឹងបានន័យថាវា create ជា fair value gap ឬក៏ IVG អញ្ចឹងខ្ញុំសុំ switch ចេញមកវិញបានន័យថាភាគរយផ្សារខ្ញុំសុំគូសដើម្បីងាយស្រួលបញ្យល់បានន័យថាផ្សារវាបានបិទមួយ candle ទៀនហ្នឹងបានសម្រេចបោះវាទៀតមួយ candle ទៀនរបៀបនេះនៅក្នុង go future អញ្ចឹងផ្សារមានភាគរយច្រើនអាចនឹងអីគេនឹង bullish ទាំងអស់គ្នាបានន័យថាយ៉ាងម៉េចទាំងអស់គ្នាបានន័យថាវាបាន create ទៅជា fair value gap ត្រង់នេះណាត្រង់នេះអញ្ចឹងទៅយើង take វាតិចមក IVG យ៉ាបន្ទាប់មកត្រង់នេះក៏វាមានជា inversion IVG ឬក៏យើងចាប់វា BPR ទូចនេះត្រង់នេះក៏បានដែរមកកូន BPR daily តែខ្ញុំសុំចាប់វាជា inversion IVG ហ្មងទៅយ៉ាអាហ្នឹងតាម technical ក្នុងការ trade ឬក៏យើងឲ្យឈ្មោះថា IVG ក៏បានเนาะចឹងភាគរយសម្រាប់ផ្សារអ្វីដែលខ្ញុំមើលឃើញវាមានទាំងអស់ខាងក្រោមនេះវាមាន rejection block ឬក៏យើងអាចចាប់ជា order block ក៏បានដែរ order block មួយទៀតមកណាយើង order block អូខេអញ្ចឹងនៅពេលដែលផ្សារបិទនៅក្នុង breaker នឹងបានផ្សារនេះអាចមានភាគរយខ្ពស់ហក់ឡើងទៅខាងលើណាទាំងអស់គ្នាយ៉ាងហើយអញ្ចឹងក៏យើងអាចចាប់ត្រង់នេះជាការ change state បានផងដែរ choice ឬក៏ boost ហ្នឹងខ្ញុំសូមចាប់តំណែងមួយទៀតទៅ choice អញ្ចឹងតាម technical ណាខ្ញុំ trade ICT concept តាម technical ផ្សារនេះអាចនឹងមានភាគរយនៅក្នុងថ្ងៃច័ន្ទណារូបភាពផ្សារអាចនឹងមានភាគរយមកចុះមក take out ណា take out liquidity ឬក៏ចុះមកយកនៅក្នុង IVG នេះមកតង់សិនអាចមានភាគរយចុះមកក្នុង IVG ហ្នឹងបន្ទាប់មកបានវាអាចអីគេមាន
create set up ពីម្ដុំត្រង់ហ្នឹងទៅ pull back ហក់ឡើងទៅខាងលើវិញបានន័យថាមុននឹងឡើងវាអាចនឹងមានភាគរយចុះនៅក្នុងត្រង់ហ្នឹងមួយតង់សិនហើយបានវាអាចនឹងហក់ឡើងទៅខាងលើវិញបានណាចង់មិនចង់ក៏វាត្រូវតែមក take out liquidity ម្ដុំត្រង់ហ្នឹងមួយតង់សិននៅក្នុង fair value gap ឬក៏ inversion AVG នេះទៅផ្សារអាចមានការ pull back ហក់ឡើងទៅខាងលើវិញបានអញ្ចឹងទៅបងប្អូនណាអានេះគឺជាអ្វីដែលខ្ញុំមើលឃើញអញ្ចឹង major liquidity ធំរបស់វាគឺនៅតម្លៃខាងលើហ្នឹងឯងវាអាចនឹងមកដល់បន្ទាត់លឿងដែលខ្ញុំដាក់ហ្នឹងគឺ4181ណាចុច254ប៉ុន្តែយើងមិនបាច់យកដល់ហ្នឹងទេទាំងអស់គ្នាឡើងត្រឹមតែមួយលំមយើងអាចកាត់យកផលចំណេញតាមការគូណាតែបើ long term អាច TP នៅ4381នឹងបានអ្វីដែលខ្ញុំមើលឃើញអញ្ចឹងយើងចាំមើលជាក់ស្ដែងទាំងអស់គ្នាទៀតណាទាំងអស់គ្នាអូខេ